សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីខ្ញុំបាទថាកិត្យាក៏សូមជម្រាបសួរលោកអ្នកនាងជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃច័ន្ទ5កើតខែបុស្សឆ្នាំវកអដ្ឋស័កពុទ្ធសករាជ2560ដែលត្រូវនៅថ្ងៃទី2ខែមករាគ្រិស្តសករាជ2017បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃគណៈបកប្រជាជនកម្ពុជាមិនទាន់មានពេលជួបចរចាជាមួយនឹងគណៈបកប្រឆាំងរឿងសន្យាដោះលែងមន្ត្រីសិទ្ធិមនុស្សគណៈបកប្រឆាំងនឹងក៏ហៅមន្ត្រីរដ្ឋាភិបាលមកបំភ្លឺបន្ថែមជុំវិញការនាំខ្សាច់ចេញទៅបរទេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលស្គាល់ថានៃរោងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលដេកនៅមុខរថយន្តលោកដិនពុទ្ធីនោះជាជនរងគ្រោះពិតប្រាកដអាជ្ញាធរដាក់ទិសដៅកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ 50% នៅឆ្នាំ2020រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតបាទជាបន្តទៅទៀតនេះសូមអញ្ជើញលោកនាងស្ដាប់ព័ត៌មានពិស្ដាលោកនាងជាទីមេត្រីថ្មីបើពិធីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីបានកន្លងផុតទៅហើយក្តីក៏ប៉ុន្តែសម្រាប់ជំនួបចរចារវាងគណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងនៅតែមិនទាន់លេចចេញជារូបរាងតាមការសន្យានៅឡើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកហេតុផលថាការយឺតយ៉ាវជួបគ្នារវាងគណៈបកទាំងពីរដោយសាររវល់ពេករោគពេលជួបមិនទាន់បានរីឯមេបកប្រឆាំងនៅក្រៅប្រទេសវិញថាការលើកឡើងរបស់គណៈបកកណ្ដាលអំណាចគឺជាលេសនិងតែងតែមានភាពមិនស្មោះត្រង់ក្នុងរឿងចរចាគម្រោងជួបចរចាគ្នារវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកប្រឆាំងជំវិញការសន្យានិយាយរឿងដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអគ្គលេខាធិការរងកោជបនៅចុងឆ្នាំ2016ត្រូវបានខកខានទៅវិញបណ្ដាលឲ្យមជ្ឈដ្ឋានទូទៅងឿងឆ្ងល់និងបន្តតាមដានអ៊ុតមើលអំពីគម្រោងជួបចរចាគ្នាឡើងវិញក្នុងឆ្នាំថ្មី2017ថ្លែងប្រាប់អ្នកសារព័ត៌មានដែលប្រដេញស៊ូបន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ2016និងទិសដៅការងារឆ្នាំ2017នៅថ្ងៃទី2ខែមករាអបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមតំណាងរាស្ត្រភាគច្រើននៃរដ្ឋសភាលោកសខេងលើកឡើងថាបើទោះបីជាផុតឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីក្តីតែលោកមិនទាន់មានពេលវេលាជួបជាមួយនឹងគណៈបកប្រឆាំងនៅឡើយទេដោយសារជួបរវល់ការងារច្រើនពេកយើងនៅតែមានគម្រោងដើម្បីបញ្ជូនទៅប៉ុន្តែពេលណាខ្ញុំខាងក្នុងឆ្នាំនេះមានការងារដល់ឆ្នាំនេះក៏មានច្រើនចំពោះសំណួររឿងដោះលែងមន្ត្រីសិទ្ធិមនុស្សអាត់ហុក4រូបនិងមន្ត្រីកោជបមួយរូបនោះលោកសខេងបានបង្វែរឲ្យទៅសួរតុលាការក្រុមហេតុផលថាលោកមិនអាចដោះស្រាយបានឡើយប្រសិនបើតុលាការមិនទាន់បញ្ចប់នីតិវិធីនោះការឆ្លើយប្រាប់អ្នកសារព័ត៌មាននៅពេលនេះរបស់លោកសខេងគឺខុសគ្នាកាលពីថ្ងៃទី7ធ្នូក្រោយពីកិច្ចប្រជុំសភាដែលលោកថាមន្ត្រីសិទ្ធិមនុស្សអាត់ហុកនិងអគ្គលេខាធិការរងកោជបអាចនឹងត្រូវដោះលែងនៅចុងខែធ្នូឆ្នាំ2016នោះចំពោះការខកខានជួបចរចាគ្នានិងបន្តលើកពេលគ្មានកំណត់ជាក់លាក់នេះត្រូវបានប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីឆ្លើយតបថាគឺជាលេសរបស់គណៈបកកណ្ដាលអំណាចនិងចង់រក្សាអ្នកកំពុងជាប់ឃុំនោះឲ្យបន្តស្ថិតនៅក្នុងពន្ធនាគារដដែលដើម្បីជាគំរូកុំឲ្យអ្នកដទៃទៀតហ៊ានរិះគន់រដ្ឋាភិបាលលោកហ៊ុនសែនដូច្នេះគេចង់រក្សាអ្នកដែលនៅជាប់គុកនឹងឲ្យនៅជាប់គុកតទៅទៀតដើម្បីជាគំរូកុំឲ្យអ្នកដទៃទៀតហ៊ាននិយាយតវ៉ាជារដ្ឋាភិបាលអញ្ចឹងហើយបានប្រជារាស្ត្រខ្មែរយល់ច្បាស់ថាអ្វីដែលគេធ្វើនោះគឺគ្រាន់តែជាលេសទេអ្វីដែលគេចង់បានគឺការបំផិតបំភ័យប្រជាពលរដ្ឋជាប្រចាំរហូតទៅដល់ខែបោះឆ្នោតលើពីនេះទៀតលោកសំរងស៊ីដែលត្រូវរដ្ឋាភិបាលហាមមិនឲ្យចូលស្រុកនោះបន្តថាការខកខានជួបចរចាគ្នានេះដោយសារលោកកឹមសុខាមិនព្រមធ្វើតាមបង្គាប់បញ្ជារបស់គណៈបកប្រជាជនកម្ពុជាដែលមានន័យចង់ឲ្យបំបីថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិលោកបន្តទៀតថាលោកហ៊ុនសែនមិនចង់ចរចាដើម្បីស្ថាបនាទេគឺចង់ចរចាដើម្បីចាក់រុកនិងឆ្កឹះឆ្កៀលឲ្យលោកកឹមសុខាបែកបាក់ជាមួយរូបលោកគាត់ចង់ឲ្យគណៈបកសង្គ្រោះជាតិតាមរយៈអាយដាមកឹមសុខាគឺទៅសេសមុទ្រទៅតាមអ្វីដែលគាត់ចង់បានវាថាមិនធ្វើតាមគាត់ចង់បានទេតែប្រើពាក្យពេចន៍ដែលវាមិនត្រឹមត្រូវមិនសមរម្យវាមិនសម្ដែងការពិតឲ្យលោកកឹមសុខាចេះតែសរសេរទៅដើម្បីថ្ងៃណាមួយគាត់នឹងយកលិខិតនឹងមកប្រើប្រាស់ដើម្បីឲ្យគណៈបកសង្គ្រោះជាតិឲ្យលោកកឹមសុខាខ្លួនឯងនឹងរករឿងខ្ញុំវិញថាខ្ញុំនឹងហើយអ្នកបាននិយាយអីណារឿងមួយបង្កាច់អីទៅគាត់មានគ្នាគាត់
ប្រមាណអ្នកនេះគាត់បានបង្កប់នៅក្នុងជួរគណៈបកសង្គ្រោះជាតិពេលហ្នឹងគាត់នឹងឲ្យចេញមុខហើយឲ្យមួយបង្កាច់ខ្ញុំ លោកសំរងស៊ីបញ្ជាក់ថាគណៈបកសង្គ្រោះជាតិនៅតែរក្សាជំហរចង់ចរចាដោះស្រាយបញ្ហាជាតិនិងបញ្ហាប្រជាជនដដែលក៏ប៉ុន្តែស្នើឲ្យបកកណ្ដាលអំណាចមានភាពស្មោះត្រង់រីឯអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកសូចន្ទថាមានប្រសាសន៍ថាស្ថានភាពនយោបាយបច្ចុប្បន្ននេះនៅតែមិនទាន់មានស្ថានភាពនឹងនរនៅឡើយទេលោកបន្តថាវប្បធម៌សន្តិនិកដែលហាក់កំពុងក្រៀមស្វិតទៅវិញនេះដោយសារតែគណៈបកកណ្ដាលអំណាចនៅតែប្រើយុទ្ធសាស្ត្រចាស់ដើម្បីធ្វើឲ្យថ្នាក់ដឹកនាំគណៈបកប្រឆាំងលែងទុកចិត្តគ្នាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះជឿជាក់ថាប្រសិនបើគណៈបកប្រជាជនកម្ពុជាពិតជាមានឆន្ទៈចង់ឲ្យមានឯកភាពជាតិនិងគិតអំពីផលប្រយោជន៍ជាតិនោះជំនួបចរចារវាងគណៈបកទាំងពីរពិតជានឹងអាចកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះលោកនាងជាទីមេត្រីពាណិជ្ជកម្មខ្សាច់ទៅក្រៅប្រទេសនៅតែជាបញ្ហាចម្រូងចម្រាសរវាងគណៈបកប្រឆាំងអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីទិន្នន័យនាំខ្សាច់ចេញទៅបរទេសរបស់កម្ពុជាមានចំនួនតិចជាងតួលេខប្រទេសដែលទិញពីកម្ពុជានិងពេលខ្លះកម្ពុជាមិនមានតួលេខតែម្ដងគណៈបកប្រឆាំងបញ្ជាក់ថានឹងបន្តតាមដានកិច្ចការងារនេះនិងក៏ហៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលឲ្យមកបកស្រាយបន្ថែមទៀតលោកយ៉ងច័ន្ទរារាយការណ៍អំពីរឿងនេះប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី2មករាថាតំណាងរាជគណៈបក្សសង្គ្រោះជាតិនឹងបន្តកោះហៅមន្ត្រីរដ្ឋាភិបាលឲ្យមកឆ្លើយបំភ្លឺនៅរដ្ឋសភាជុំវិញការនាំខ្សាច់ចេញទៅបរទេសដែលមានទឹកប្រាក់រាប់លានដុល្លារអាមេរិកការលើកឡើងរបស់មេដឹកនាំបកប្រឆាំងនេះគឺបន្ទាប់ពីទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិនិងភ្នាក់ងារគយរបស់ប្រទេសឥណ្ឌាបង្ហាញថាឥណ្ឌាទិញខ្សាច់ពីកម្ពុជារាប់ម៉ឺនតោនក្នុងរយៈពេល3ឆ្នាំតែទិន្នន័យគយរបស់កម្ពុជាបញ្ជាក់ថាមិនមានការនាំចេញទៅប្រទេសឥណ្ឌានោះទេលោកសំរងស៊ីចាត់ទុកថានេះគឺជាភស្តុតាងថ្មីមួយទៀតដែលបង្ហាញពីអំពើពុករលួយដ៏ធំរបស់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការទាញយកផលពីធនធានធម្មជាតិយើងត្រូវតែបន្តសួរនាំទៅរដ្ឋាភិបាលឲ្យមកឆ្លើយបំភ្លឺចំពោះសំណួរមិនមែនតែសំណួរពីតំណាងរាជគណៈបក្សសង្គ្រោះជាតិទេគឺប្រជារាស្ត្រខ្មែរទាំងមូលចង់ដឹងចង់យល់ពីហេតុផលហើយពីល្បិចកលនៃរដ្ឋាភិបាលលោកហ៊ុនសែនសពថ្ងៃតែបើមន្ត្រីរដ្ឋាភិបាលលោកហ៊ុនសែននេះមិនព្រមមកឆ្លើយបំភ្លឺសំណួរទាំងនោះបង្ហាញថាអ្នកទាំងអស់នេះគឺទទួលខុសត្រូវពេញទីគឺជាជនអុកក្រិតបំផិតបំផ្លាញជាតិប្រធានគណៈបកប្រឆាំងដែលត្រូវបានរដ្ឋាភិបាលហាមមិនឲ្យចូលស្រុករូបនេះអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាតាមដានអំពីអាជីវកម្មខ្សាច់និងធ្វើសកម្មភាពរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការបំផ្លាញធនធានធម្មជាតិប្រជាពលរដ្ឋនៅគ្រប់ខេត្តក្រុងនៅតាមតំបន់នីមួយៗដែលយើងឃើញឬយើងសង្ស័យថាមានសកម្មភាពបូមខ្សាច់មានសកម្មភាពបំផិតបំផ្លាញជាតិតាមទិដ្ឋភាពណាក៏ដោយគឺប្រជាពលរដ្ឋត្រូវតែចូលរួមតាមដានប្តឹងផ្តល់ហើយទៅសួរនាំអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ថាហេតុអ្វីបានមានទង្វើបែបនេះហើយបើមានទង្វើបែបនេះត្រូវបញ្ឈប់ភ្លាមជាបន្ទាន់ហើយចាប់អ្នកទទួលខុសត្រូវយកទៅផ្តន្ទាទោសតាមច្បាប់ភ្លាមទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិបង្ហាញថារយៈពេល3ឆ្នាំពីឆ្នាំ2013ដល់2015ឥណ្ឌានាំចូលខ្សាច់ពីកម្ពុជាជាង 18,000 តោនគិតជាទឹកប្រាក់ជាង 4 លាន 5 សែនដុល្លារប៉ុន្តែមិនឃើញមានបរិមាណដែលកម្ពុជានាំខ្សាច់ចេញទៅប្រទេសឥណ្ឌានោះឡើយចំណែកទិន្នន័យពីភ្នាក់ងារគយឥណ្ឌាដែលសកម្មជនបរិស្ថានទទួលបានវិញបង្ហាញថាឥណ្ឌាទិញខ្សាច់ពីកម្ពុជាជាង 10,000 តោនគិតជាទឹកប្រាក់ជិត 3 លានដុល្លារអាមេរិកក្នុងរយៈពេល3ឆ្នាំចាប់ពីឆ្នាំ2013ដល់2015ប៉ុន្តែទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មដែលដកស្រង់ពីអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាវិញបង្ហាញថាក្នុងរយៈពេលដូចគ្នានេះកម្ពុជានាំខ្សាច់ទៅប្រទេសចំនួន5ប៉ុណ្ណោះគឺសិង្ហបុរីថៃវៀតណាមកូរ៉េខាងត្បូងនិងកោះតៃវ៉ាន់សរុបចំនួន 45,000 តោនដែលគិតជាទឹកប្រាក់មានចំនួន 2 លាន 5 សែនដុល្លារអាមេរិកអាស៊ីសេរីមិនអាចតាក់ទងแนะនាំពាក្យក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាបានទេនៅថ្ងៃទី2មករាដើម្បីឆ្លើយបំភ្លឺជុំវិញបញ្ហានេះចំណែកแนะនាំពាក្យក្រសួងរាយនឹងធម្មពលលោកមេងសធិរាវិញបានបញ្ជាក់កាលពីថ្ងៃទី1មករាថារដ្ឋាភិបាលកម្ពុជាមិនដែលនាំខ្សាច់ចេញទៅលក់នៅប្រទេសឥណ្ឌានោះទេលោកថាខ្សាច់ជាទំនិញដុំដែលមិនសូវមានតម្លៃដូចនេះការនាំចេញធ្វើទៅកាន់តែប្រទេសជិតខាងកម្ពុជាដូចជាសិង្ហបុរីថៃនិងវៀតណាមតែប៉ុណ្ណោះលោកបន្តថាបើសិនជាមានការកោះហៅពីរដ្ឋសភាប្រតិភូក្រសួងរាយនឹងធម្មពលនឹងទៅឆ្លើយបំភ្លឺសារជាថ្មីទៀតបើសិនបើមិនអស់ចិត្តរដ្ឋសភាលោកមានសិទ្ធិនឹងធ្វើការស្នើមកខាងរដ្ឋាភិបាលដើម្បីបំភ្លឺហើយរដ្ឋាភិបាលអនុញ្ញាតឲ្យទៅបំភ្លឺអានឹងក្រសួងតាមតែបំភ្លឺនោះទៀត
ទោះបីជាយ៉ាងណាលោកមេងសធិរាបញ្ជាក់ថាក្រសួងរាយនឹងធម្មពលទទួលខុសត្រូវតែទៅលើការផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់និងប្រមូលពន្ធលើសួយសារតែប៉ុណ្ណោះចំណែកឯការលក់ដូរខ្សាច់ទៅក្រៅប្រទេសមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងនោះឡើយជុំវិញរឿងនេះស្ថាបនិកអង្គការមេដាធម្មជាតិជនជាតិអេស្ប៉ាញលោក Alejandro González Davidson បញ្ជាក់ថាភាពខុសគ្នានេះកើតចេញពីការប្រព្រឹត្តអំពើពុករលួយហេតុនេះហើយបានជារដ្ឋាភិបាលកម្ពុជាហាក់ដូចជាលាក់លៀមព័ត៌មានទាក់ទងនឹងអាជីវកម្មមួយនេះបាទយើងឃើញថាមូលហេតុគឺមានពីរមូលហេតុទី1គឺរដ្ឋាភិបាលជាពិសេសក្រសួងរាយធម្មពលនិងក្រសួងផ្សេងៗនេះអត់មានសមត្ថភាពតទៅសោះដើម្បីគ្រប់គ្រងវិស័យនេះវិស័យនាំខ្សាច់ទៅកាន់ប្រទេសទី2គឺដោយសារអ្នកដែលមានអំណាចអ្នកដែលមានតួនាទីសំខាន់នៅក្នុងជួររដ្ឋាភិបាលគឺយកអាលុយដែលបានកិច្ចពន្ធនឹងដាក់ក្នុងកប៉ៅហ្នឹងអញ្ចឹងគេមិនបង្ហាញពីឯកសារគេមិនបង្ហាញពីតួលេខពិតប្រាកដហ្នឹងដោយសារគេដោយសារអាលុយហ្នឹងគេដាក់ក្នុងកប៉ៅរបស់គេអស់ហ្នឹងសកម្មជនបរិស្ថានរូបនេះទាមទាររដ្ឋាភិបាលបង្ហាញពីដំណាភាពនៃអាជីវកម្មខ្សាច់ព្រមទាំងស៊ើបអង្កេតនិងដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពដើម្បីធានាការការពារធនធានធម្មជាតិឲ្យបានគង់វង្សតាក់ទងទៅនឹងការនាំចេញខ្សាច់ទៅបរទេសនេះកាលពីខែកញ្ញាកន្លងទៅទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិបានបង្ហាញថារយៈពេល8ឆ្នាំគឺពីឆ្នាំ2007ដល់2015កម្ពុជានាំចេញខ្សាច់ទៅប្រទេសសង្ហបុរីជិត3លានតោនគិតជាទឹកប្រាក់ជាង$5លានអាមេរិកប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលសង្ហបុរីនាំចូលខ្សាច់ពីកម្ពុជាវិញមានរហូតដល់ទៅជាង73លានតោនដែលគិតជាទឹកប្រាក់ប្រមាណ$750លានអាមេរិកតាមរយៈតួលេខនេះគណៈបកប្រឆាំងនិងអង្គការសង្គមស៊ីវិលសង្ស័យថាមានការប្រព្រឹត្តអំពើពុករលួយដ៏ធំក្នុងអាជីវកម្មនាំខ្សាច់ចេញទៅបរទេសដែលធ្វើឲ្យកម្ពុជាខាតបង់ចំណូលជាង$700លានក្នុងរយៈពេលជិត10ឆ្នាំខ្ញុំយ៉ងច័ន្ទដារាអាស៊ីសេរីភ្នំពេញចំណែករឿងមួយទៀតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថាការសន្និដ្ឋានជាបឋមរបស់តុលាការខេត្តបន្ទាយមានជ័យដែលរកឃើញថានាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតលោកឈៀនពិសិដ្ឋដែលត្រូវបានមន្ត្រីគណៈបកសង្គ្រោះជាតិបើករថយន្តបុកឲ្យរងរបួសដួលសន្លប់គឺជាការពិតការអះអាងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះគឺបន្ទាប់ពីពលរដ្ឋមួយចំនួននិងអ្នកដែលគាំទ្រលោកដិនពុទ្ធីដែលជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់បកប្រឆាំងនៅតែចាត់ទុកថាការរកឃើញរបស់តុលាការខេត្តបន្ទាយមានជ័យធ្វើឡើងដោយអយុត្តិធម៌លោករេវីញូរាយការណ៍ព័ត៌មាននេះមតិផ្ទុយគ្នាពាក្យពាន់នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោកឈិនពិសិដ្ឋជាមួយប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់គណៈបកសង្គ្រោះជាតិលោកដិនពុទ្ធីនៅតែជាបញ្ហាចម្រូងចម្រាសខ្លាំងដដែលបើទោះបីជាយ៉ាងណាក្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងថ្លែងថាឆ្លងកាត់តាមការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះគឺការរកឃើញរបស់អัยការសាលាដំបងខេត្តបន្ទាយមានជ័យដែលថាលោកឈិនពិសិដ្ឋជាជនរងគ្រោះដោយសារការបើករថយន្តបុករបស់មន្ត្រីគណៈបកសង្គ្រោះជាតិលោកដិនពុទ្ធីគឺជារឿងពិតឲ្យសិក្សាឲ្យពិនិត្យអស់ហើយរឿងអស់នេះគឺវារឿងពិតវាចង់តាមអ្វីដែលតុលាការដែលព្រីអញ្ញាសាលាដំបងខេត្តបន្ទាយមានជ័យគឺបានដំណើរការថ្លែងបញ្ជាក់របស់លោកសខេងគឺក្រោយពីបិទបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ2016និងទិសដៅការងារឆ្នាំ2017នៅថ្ងៃទី2មករានិងបន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី27ធ្នូឆ្នាំ2016បានចេញសេចក្តីសន្និដ្ឋានបឋមថានាយប៉ុស្តិ៍រងច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោកឈិនពិសិដ្ឋពិតជារងរបួសនៅជើងស្ដាំរហូតដួលសន្លប់ដោយសារលោកដិនពុទ្ធីមន្ត្រីគណៈបកប្រឆាំងមែនលោកឈិនពិសិដ្ឋត្រូវបានគេបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងស្រុករហូតទៅដល់ប្រទេសថៃតែ 2-3 ថ្ងៃក្រោយមកស្រាប់តែអ្នកលេងបណ្ដាញសង្គម Facebook នាំគ្នាបង្ហោះឃ្លីបវីដេអូមួយយ៉ាងព្រោងព្រាតបង្ហាញអំពីសកម្មភាពលោកឈិនពិសិដ្ឋកំពុងដើរចេញពីផ្ទះសំណាក់មួយកន្លែងនៅក្នុងប្រទេសថៃជាមួយស្ត្រីម្នាក់ហាក់ពុំមានរបួសឈឺជើងបន្តិចសោះឡើយអ្នកដែលបានថតឃ្លីបវីដេអូបង្ហោះកាលពីថ្ងៃទី27ធ្នូថែមទាំងបានចោទសួរថាតើឯណាទៅដែលលោកឈិនពិសិដ្ឋបានរងរបួសកនឹងជើងហើយកំពុងសម្រាប់ព្យាបាលនៅប្រទេសថៃតែបែរជាអាចដើរដូចមនុស្សធម្មតាបែបនេះនៅក្នុងផ្ទះសំណាក់ទៅវិញការចេញឃ្លីបវីដេអូនេះត្រូវបានអ្នកលេង Facebook ចាប់អារម្មណ៍យ៉ាងច្រើននិងបញ្ចេញមតិបន្ថែមថាលោកឈិនពិសិដ្ឋសម្ដែងធ្វើពុតជាដួលសន្លប់
ហើយជារឿងអយុត្តិធម៌សម្រាប់លោកឌិនពុទ្ធីដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបែកធ្លាយវីដេអូនេះលោកសខេងក៏បញ្ជាក់ថាសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតស្វែងរកអ្នកដែលបញ្ចេញឃ្លីបវីដេអូនេះហើយទោះបីជាយ៉ាងណាកាលពីថ្ងៃទី29ធ្នូគ្រួសារនិងពលរដ្ឋជាអ្នកគាំទ្រលោកឌិនពុទ្ធីបានលើកគ្នាតវ៉ាបិទផ្លូវដើម្បីស្រែកទាមទារឲ្យតុលាការដោះលែងប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះមកវិញព្រោះលោកត្រូវបានគេចាប់ខ្លួនដោយអយុត្តិធម៌ជុំវិញការខ្វែងគំនិតគ្នាបែបនេះអ្នកឃ្លាំមើលបញ្ហាសង្គមលោកកឹមសុខយល់ថាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យនិងគោរពច្បាប់ជាធំគួរតែធ្វើវេទិកាជជែកគ្នាដែលមានការចូលរួមពីអាជ្ញាធរចុងចោទលោកឌិនពុទ្ធីនិងជនរងគ្រោះលោកឈិនពិសិដ្ឋរួចហើយចាក់ផ្សាយវេទិកានោះតាមទូរទស្សន៍ដើម្បីកុំឲ្យមតិសាធារណជននៅតែសង្ស័យនិងយល់ច្រឡំថាជាឆាកល្ខោនតទៅទៀតទូរទស្សន៍មួយណាហ៊ានធ្វើកិច្ចការហ្នឹងទូរទស្សន៍នោះប្រហែលជាលក្ខណៈល្បីមែនទេណាហើយរឿងអស់ហ្នឹងវាចំណេញទៅដល់ការរក្សានៅស្ថានភាពចិត្តរបស់មហាជនថាតុលាការក្តីសមត្ថកិច្ចក្តីធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋផងបំភ្លឺរឿងទឹកមកនិយាយយ៉ាងម៉េចកុំខ្លាចលោកកឹមសុខបន្តថារឿងអាជ្ញាធរតាមចាប់ខ្លួនអ្នកបង្ហោះវីដេអូតាម Facebook ដែលបានថតសកម្មភាពលោកឈិនពិសិដ្ឋនៅក្នុងផ្ទះសំណាក់នោះគឺអាចជាផែនការដ៏អាក្រក់មួយបន្ថែមទៀតព្រោះការបញ្ចេញឃ្លីបវីដេអូនេះមិនមែនជាករណីលួចថតដោយករណីលួចថតសម្លេងរបស់អនុប្រធានគណៈបក្សសង្គ្រោះជាតិលោកកឹមសុខានោះទេតែជាវីដេអូដែលបង្ហាញជាសាធារណៈដែលម្ចាស់ផ្ទះសំណាក់បំពាក់កាមេរ៉ាថតរាល់សកម្មភាពភ្ញៀវទូទៅប៉ុណ្ណោះអ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះបញ្ជាក់ថាអាជ្ញាធរគួរតែស្វាគមន៍ចំពោះភស្តុតាងដែលបានបង្ហាញនៅក្នុងឃ្លីបវីដេអូបន្ថែមនេះរួចយកទៅស៊ើបអង្កេតបន្តដើម្បីឈានទៅដល់ការជំរះមន្ទិលសង្ស័យជូនពលរដ្ឋម្យ៉ាងវិញទៀតការធ្វើបែបនេះអាជ្ញាធរក៏អាចទទួលបានការកោតសរសើរថាមានសេចក្តីថ្លៃថ្នូរនិងគិតគូរអំពីសុខទុក្ខពលរដ្ឋស្របពេលអាជ្ញាធរនិងតុលាការកំពុងទទួលរងការរិះគន់ស្រាប់ថាអនុវត្តច្បាប់មានស្តង់ដារ2ម្យ៉ាងវិញទៀតលោកឈិនពិសិដ្ឋដួលនៅមុខឡានរបស់លោកឌិនពុទ្ធីនោះក៏មានវីដេអូឃ្លីបឃើញច្បាស់ពីសកម្មភាពដួលនោះដែរលើសពីនេះមានទាំងសាក្សីជាច្រើនអះអាងថាឡានលោកឌិនពុទ្ធីមិនបានបើកបុកលោកឈិនពិសិដ្ឋទេគឺលោកឈិនពិសិដ្ឋដួលដោយខ្លួនឯងទៅវិញទេខ្ញុំរីកវិញ្ញូអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីចំនួនដីធ្លីរវាងប្រជាពលរដ្ឋសហគមន៍បូរីកេឡាកណ្ដាលទីក្រុងភ្នំពេញជាមួយក្រុមហ៊ុនផានអ៊ីមិចមានរយៈពេល5ឆ្នាំគត់គិតមកដល់ថ្ងៃទី3ខែមករាឆ្នាំ2017ស្អែកនេះអ្នកភូមិបូរីកេឡាជាច្រើនគ្រួសារដែលមិនព្រមចាកចេញនិងមួយចំនួនទៀតកំពុងរស់នៅភ្នំបាទដែលថានឹងមកតវ៉ានៅបូរីកេឡានៅថ្ងៃអង្គារស្អែកនេះយល់ថាពួកគាត់មានសិទ្ធិស្របច្បាប់ដើម្បីទទួលបានអគារ2ខ្នងសាងសង់ដោយក្រុមហ៊ុនផានអ៊ីមិចតាមកិច្ចសន្យាចំណែកភាគីក្រុមហ៊ុនផានអ៊ីមិចនិងអតីតអភិបាលក្រុងភ្នំពេញចោទពលរដ្ឋបូរីកេឡាវិញថាជាអ្នកធ្វើខុសច្បាប់តើភាគីក្រុមហ៊ុនផានអ៊ីមិចឬភាគីពលរដ្ឋជាអ្នកបំពានច្បាប់ក្នុងវិវាទដីធ្លីសហគមន៍បូរីកេឡានេះលោកអ្នកនាងបានស្ដាប់បទវិភាគមួយពិនិត្យមើលទស្សនវិជ្ជាច្បាប់អំពីទំនាស់រ៉ាំរ៉ៃនៅសហគមន៍បូរីកេឡានៅក្នុងកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៀតនេះបាទលោកនាងជាទីមេត្រីក្រុមអ្នកធ្វើការខាងសុវត្ថិភាពចរាចរណ៍និងអាជ្ញាធរដាក់ទិសដៅកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន 50% នៅឆ្នាំ2020ទិសដៅនេះគឺយោងតាមតួលេខគ្រោះថ្នាក់ថយចុះលើសផែនការនៅឆ្នាំ2016លោកលេម៉ាលីរាយការណ៍អំពីគម្រោងយុទ្ធនាការនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងចាត់ទុកថាការថយចុះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង 10% នៅក្នុងឆ្នាំ2016ជាបទពិសោធន៍ជោគជ័យនៅក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីក្នុងមួយឆ្នាំគឺថាជោគជ័យធំពីព្រោះថាយើងកាត់បន្ថយបានជិត200អ្នកមនុស្សស្លាប់270ជាងហើយបើគិតជា200 4ដល់ 5% នេះដោយតែយើងបានដឹងអត់ទេថាអង្គការសហជាតិបានកំណត់ 9% ក្នុងឆ្នាំនេះសម្រាប់ពីឆ្នាំ2011ដល់ឆ្នាំ2020មួយឆ្នាំ9%មួយឆ្នាំ10%ប៉ុន្តែយើងបានជាង 10% ហើយ14ទៅជិត 15% លោកមានប្រសាសន៍ទៀតថាដើម្បីកាត់បន្ថយឲ្យបានពាក់កណ្ដាលនៅឆ្នាំ2020នោះគឺគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដាក់ទិសដៅកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិចឲ្យបាន 9% នៅក្នុងឆ្នាំ2017នេះរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថាក្នុងចំណោមយានយន្តដែលបានត្រួតពិនិត្យជិត10លានគ្រឿងមានយានយន្តជិត1លាន5សែនគ្រឿងល្មើសច្បាប់ក្នុងឆ្នាំ2016ក្នុងនោះភាគច្រើនជាម៉ូតូ
គេរកឃើញទៀតថាមានយានយន្តជាង 35,000 គ្រឿងល្មើសល្បឿនហើយអ្នកបើកបរល្មើសជាតិស្រវឹងជិត 28,000 នាក់ត្រូវបានផាកពិន័យហើយអ្នកបើកបរជាង 600 នាក់ត្រូវបាននគរបាលបញ្ជូនទៅតុលាការទន្ទឹមគ្នានេះមានអ្នកបើកបររថយន្តដឹកអ្នកដំណើរនិងទំនិញ 20% ត្រូវបានពិនិត្យឃើញមានសារធាតុញៀនក្រៅពីនេះក៏មានយានយន្តដឹកដីនិងដឹកឥវ៉ាន់សំពីងសំពងជាង 150 គ្រឿងក៏ត្រូវបានផាកពិន័យដែររបាយការណ៍ដដែលបង្ហាញថាតួលេខសរុបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ 2016 បានថយចុះ 443 ករណីអ្នករបួសបានថយចុះ 542 នាក់ហើយអ្នកស្លាប់ថយចុះ 271 នាក់អ្នកស្លាប់ភាគច្រើនជាអ្នកធ្វើដំណើរតាមម៉ូតូគឺស្មើនឹង 74% ហើយជាងពាក់កណ្ដាលនៃអ្នកស្លាប់នោះមិនបានពាក់មួកសុវត្ថិភាពទេទោះបីជាតួលេខគ្រោះថ្នាក់ចរាចរណ៍ថយចុះក្តីក៏គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសង្កេតឃើញថានៅមានបញ្ហាជាហានិភ័យនិងមហន្តរាយដល់អាយុជីវិតមួយចំនួនទៀតដែលត្រូវដោះស្រាយមានជាអាចការបើកបរធ្វេសប្រហែសខ្ជាមិនអើពើចំពោះការអនុវត្តច្បាប់អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបើកបរលើសល្បឿនកំណត់បើកបរក្រោមឥទ្ធិពលស្រវឹងការបើកបរលើសចំណុះនិងការបត់ឬចែងមិនត្រឹមត្រូវជាដើមបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាពិសេសទាក់ទងនឹងសុវត្ថិភាពយានយន្តការអនុវត្តច្បាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខូចមានជង្ហុកជាបញ្ហាចម្បងមួយដែលពលរដ្ឋនិងមន្ត្រីគណៈបកប្រឆាំងរិះគន់រដ្ឋាភិបាលឆ្លើយតបបញ្ហានេះរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកស៊ុនច័ន្ទថុលមានប្រសាសន៍ថាខាងលោកកំពុងបញ្ជូនក្រុមម៉ូតូកង់3ចុះគូសជង្ហុកសម្បុកមាន់ដើម្បីជួសជុលខ្លះហើយពីថ្ងៃទី31មកមន្ទីរសាលការខេត្តមួយចំនួនបានជួយកិច្ចការនេះម្សិលនេះក៏បានជួយការច្រើនគូសគំនូសទាំងអស់ទៅតាមផ្លូវជាតិរបស់យើងដើម្បីឲ្យប្រជាជនដឹងថាយើងបានឃើញហើយសម្បុកមាន់នៅថ្ងៃនេះក៏ប៉ុន្តែមិនទាន់បានជួសជុលនៅឡើយនេះឲ្យបងប្អូនដឹងថាយើងមិនបានមើលយើងមើលឃើញហើយអញ្ចឹងយើងនឹងខិតខំប្រឹងប្រែងសហការតទៀតរាជធានីភ្នំពេញយើងបានផ្ដល់ជូន12គ្រឿងមួយខណ្ឌមួយគ្រឿងមួយខណ្ឌមួយគ្រឿងអញ្ចឹងសូមសំណពរតែរដ្ឋបាលមេតាជួយជំរុញខណ្ឌមេតាយកគ្រឿងសម្ភារៈនោះយកទៅប្រើប្រាស់ហើយចាប់ផ្ដើមពុះគំនូសការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលរាជធានីភ្នំពេញត្រូវបានពលរដ្ឋត្អូញត្អែអំពីការកកស្ទះខ្លាំងជារៀងរាល់ថ្ងៃទាក់ទងបញ្ហានេះលោកស៊ុនច័ន្ទថុលថ្លែងថាដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋចេញចូលរាជធានីភ្នំពេញនិងជាការងារអាទិភាពឆ្នាំ 2017 លោកបានដាក់គម្រោងដឹកជញ្ជូនអ្នកដំណើរតាមរយៈខ្សែរថភ្លើងទៅវាលយន្តហោះអន្តរជាតិភ្នំពេញនិងសេវាដឹកជញ្ជូនតាមទន្លេពីភ្នំពេញទៅគៀនស្វាយទៅក្រុងតាខ្មៅនិងស្រុកស្អាងខេត្តកណ្ដាលជាដើមខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញលោកនាងជាទីមេត្រីគណៈកម្មាធិការជ្រៀបចំការបោះឆ្នោតហៅកាត់ថាកោជបអំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលកោជបនិងបិទផ្សាយបញ្ជីឈ្មោះដំបូងរួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅថ្ងៃទី3មករាចំណែកសង្គមស៊ីវិលស្នើឲ្យពលរដ្ឋតាមដានសកម្មភាពការងាររបស់មន្ត្រីឃុំសង្កាត់នៃគណៈបកនយោបាយចាប់ពីពេលនេះតទៅដើម្បីជ្រើសរើសបេក្ខជនឲ្យបានត្រឹមត្រូវនៅថ្ងៃបោះឆ្នោតខាងមុខលោកយាងសុជាមេតារាយការណ៍ព័ត៌មាននេះលិខិតអំពាវនាវរបស់កោជបចុះថ្ងៃទី29ធ្នូបញ្ជាក់ថាគោលបំណងនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដែលធ្វើឡើងនៅថ្ងៃទី3មករាគឺដើម្បីឲ្យពលរដ្ឋពិនិត្យមើលឈ្មោះនិងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតដំបូងឬការលុបឈ្មោះមិនត្រឹមត្រូវឬពិនិត្យរកឈ្មោះជនណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប៉ុន្តែមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងដើម្បីឲ្យពលរដ្ឋធ្វើការប្តឹងតវ៉ាចំពោះការកត់ត្រាទិន្នន័យមិនត្រឹមត្រូវឬការបាត់ឈ្មោះឬការលុបឈ្មោះមិនត្រឹមត្រូវនិងដើម្បីឲ្យពលរដ្ឋធ្វើការប្តឹងជំទាស់ចំពោះជនណាដែលមានឈ្មោះច្រើនជាងមួយកន្លែងឬឈ្មោះស្ទួនឬជនដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប៉ុន្តែមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដំបូងក៏ជាបបបញ្យល់ថាការប្តឹងតវ៉ាឬប្តឹងជំទាស់ត្រូវធ្វើទៅក្រុមប្រឹក្សាឃុំសង្កាត់ក្នុងរយៈពេល10ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូងចាប់ពីថ្ងៃទី4រហូតដល់ថ្ងៃទី14មករាឆ្នាំ2017ដែលជាកាលបរិច្ឆេទចុងក្រោយក្នុងករណីអ្នកប្តឹងតវ៉ាឬអ្នកប្តឹងជំទាស់មិនពេញចិត្តទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ពួកគេអាចប្តឹងទៅកោជបនិងក្រុមប្រឹក្សាធម្មនុញ្ញតាមដែលច្បាប់កំណត់អ្នកនាំពាក្យកោជបលោកហងពធាមានប្រសាសន៍នៅថ្ងៃទី2មករាថាការទៅពិនិត្យឈ្មោះបោះឆ្នោតរបស់ពលរដ្ឋគឺជាការចាំបាច់
ដើម្បីធានាថាពួកគេអាចចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខ ក៏ជបក្រុងនឹងលុបចេញហើយបញ្ជីលុបចេញនេះឯងក៏នឹងបិទទន្ទឹមគ្នានឹងបញ្ជីបោះឆ្នោតដំបូងនេះដើម្បីប្រជាពលរដ្ឋធ្វើការពិនិត្យវិจัยហើយអាចនឹងប្តឹងតវ៉ាបើសិនជាមិនមានការប្តឹងទេគឺនឹងលុបចោលជាសាពរហើយចំនួនដែលនឹងត្រូវលុបចេញហ្នឹងគឺអ្នកដែលមានឈ្មោះស្ទួនហ្នឹងប្រមាណជាង 8000 នាក់ណាស់បាទ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី 4 ខែមិថុនាឆ្នាំ 2017 ពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតមានជាង 7 លាន 8 សែននាក់ក្នុងចំណោមពលរដ្ឋដែលអាចចុះឈ្មោះបោះឆ្នោតបានសរុបទាំងអស់ 9 លាន 6 សែននាក់ មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្គការនៃអង្គការ Conference លោកកងសវាងក្រៅពីអំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះបោះឆ្នោតលោកក៏ស្នើឲ្យពលរដ្ឋតាមដានមើលសកម្មភាពការងាររបស់មន្ត្រីឃុំសង្កាត់បកនយោបាយដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវនៅពេលបោះឆ្នោតខាងមុខ ខ្ញុំជំរាបថាស្លឹកឆ្នោតមួយស្លឹករបស់បងប្អូនប្រជាពលរដ្ឋយើងគឺមានតម្លៃមែនទែនអញ្ចឹងហើយសូមមេត្តាគូសទៅលើបេក្ខជនណាមួយឬក៏គណៈបកណាមួយសូមបងប្អូនធ្វើការខំខ្លែងទឹកពិចារណាទៅលើបុគ្គលថាតើបុគ្គលដែលយើងរងចាំនឹងអាចជួយអភិវឌ្ឍឬក៏ជួយទៅឲ្យបងប្អូននៅក្នុងគុំសង្កាត់នឹងបានអីទេ តាក់ទងនឹងរឿងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះដែរក៏ជបក្រុងរៀបចំប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់រយៈពេល 2 ថ្ងៃគឺពីថ្ងៃទី 5 ដល់ថ្ងៃទី 6 មករាខាងមុខដែលមានការចូលរួមពីថ្នាក់ដឹកនាំកោជបតំណាងគណៈបញ្ញយោបាយសង្គមស៊ីវិលស្ថាប័នអង្គទូតជំនាញការជប៉ុនជំនាញការសហភាពអឺរ៉ុបសរុបប្រមាណជាង 300 នាក់ កិច្ចប្រជុំពិគ្រោះយោបល់នេះនឹងប្រព្រឹត្តទៅនៅសាលប្រជុំនៃភោជនីយដ្ឋានទន្លេបាសាក់ 2 ដែលស្ថិតនៅក្បែរស្ពានអាកាសក្បាលថ្នល់ខ្ញុំយេសុជីនេតាអាស៊ីសេរីភ្នំពេញ លោកនាងជាទីមេត្រីប្រជាពលរដ្ឋនៅឃុំប្រមេស្រុកត្បៃមានជ័យខេត្តព្រះវិហារឲ្យដឹងថាពេលបច្ចុប្បន្នមានជនចំណាក់ស្រុកជាង 200 គ្រួសារបានចូលទៅកាប់រៀនតំបន់អភិរក្សព្រៃព្រះរកាជាបន្តបន្ទាប់ដើម្បីយកដីធ្វើចំការបណ្ដាលឲ្យដើមឈើធំៗជាច្រើនត្រូវគេកាប់លក់ចំណែកដើមច្បាស់ជួររបស់ជនជាតិភាគតិចជាច្រើនទៀតក៏បាត់បង់ដែរកន្លែងដែលកំពុងរងការកាប់រៀនយកដីនោះគឺតំបន់ប្រខៅក្បាលបៃចានក្បាលអូគ្រួចក្បាលអូពោអន្លង់ចានិងអូសោមជាដើមលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍អំពីរឿងនេះ មន្ត្រីអង្គការពន្លកខ្មែរដែលធ្វើការងារជួយដល់សហគមន៍ការពារព្រៃឈើនៅខេត្តព្រះវិហារអំពាវនាវឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តនេះចាត់វិធានការតឹងរ៉ឹងដើម្បីការពារតំបន់ព្រៃព្រះរកាដែលកំពុងទទួលរងការកាប់រៀនយកដីធ្វើចំការជាបន្តបន្ទាប់ការអំពាវនាវធ្វើឡើងនៅស្របពេលដែលជនចំណាក់ស្រុកជាច្រើនមកពីខេត្តកំពង់ធំកំពតនិងអ្នកនៅក្នុងស្រុកផងនាំគ្នាចូលកាប់រៀនព្រៃនោះអស់ជាច្រើនហិកតាទៅហើយ មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរគឺលោកប៉ាក់សុភ័ណ្ឌលោកមានប្រសាសន៍នៅរសៀលថ្ងៃច័ន្ទទី 2 ខែមករាថាបច្ចុប្បន្នព្រៃព្រះរកាជាច្រើនកន្លែងដូចជាតំបន់ប្រខៅក្បាលបែកចានក្បាលអូក្រូចក្បាលអូពោអន្លង់ចានិងអូសោមជាដើមកំពុងរងការកាប់បំផ្លាញពីក្រុមជនចំណាក់ស្រុកយ៉ាងធ្ងន់ធ្ងរ លោកប៉ាក់សុភ័ណ្ឌបញ្ជាក់ថាសកម្មភាពកាប់រៀនដីព្រៃធ្វើចំការនេះមិនត្រឹមតែកាប់ឈើធំៗយកទៅធ្វើអាជីវកម្មខុសច្បាប់ទេគឺវាថែមទាំងបំផ្លាញដើមច្បាស់ជ័ររបស់ប្រជាពលរដ្ឋដែលតែងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផង ខ្ញុំចង់ឲ្យអាជ្ញាធរហើយនិងមន្ត្រីដែលមានសមត្ថកិច្ចនឹងគឺយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នក្នុងការទន្ទ្រានដីព្រៃហើយនៅក្នុងតំបន់ការពារដែលទើបតែដាក់ចូលថ្មីនឹងទៀតដល់ចឹងទៅចង់ឲ្យមានការថែរក្សាយកចិត្តទុកដាក់ទាំងអស់គ្នា ក៏ប៉ុន្តែមន្ត្រីបរិស្ថានខេត្តព្រះវិហារដែលទទួលខុសត្រូវលើកិច្ចការពារតំបន់ព្រៃអភិរក្សនោះនិយាយថាគេពុំទាន់បានដឹងពីសកម្មភាពកាប់បំផ្លាញព្រៃព្រះរកានៅតំបន់ណានៅឡើយទេ ប្រធានមន្ត្រីបរិស្ថានខេត្តព្រះវិហារលោកអៀសុខាមានប្រសាសន៍ថាការកាប់រៀនព្រៃដើម្បីយកដីគឺជាអំពើខុសច្បាប់ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោកនៅមិនទាន់បានទទួលរបាយការណ៍ពីនាយកគ្រប់គ្រងតំបន់ព្រៃព្រះរកាស្ដីពីសកម្មភាពកាប់ព្រៃដើម្បីរុករានយកដីនោះនៅឡើយ យើងអត់ទាន់នឹងទទួលបានព័ត៌មានពីខាងហ្នឹងបងព្រោះជាមាននយោបាយមន្ត្រីទៅអានវត្តទៅបាននយោបាយគឺបាយការជារៀងរាល់ខែមកបើថាតាមថ្មីនេះយើងអត់ទាន់ទទួលបានព័ត៌មាន ទោះជាយ៉ាងណាសមាជិកសហគមន៍ការពារព្រៃព្រះរកាអ្នកស្រីរឿងខាន់អះអាងថារហូតមកដល់ពេលនេះជនចំណាក់ស្រុកដែលចូលទៅកាប់រៀន
រៀនយកដីព្រៃព្រះរកាបានកើនឡើងទៅដល់ជាង200គ្រួសារហើយអ្នកស្រីរឿងខាន់បញ្ជាក់ថាសហគមន៍លែងហ៊ានចូលទៅទប់ស្កាត់ការកាប់រៀនយកដីព្រៃនោះទៀតហើយពីព្រោះជនចំណាក់ស្រុកខ្លះដែលមកពីខេត្តកំពតមានទាំងប្រើកំភ្លើងឆ្នុកបាញ់គំរាមសហគមន៍ទៀតផងខ្ញុំជាសហគមន៍ក៏មិនដឹងគេធ្វើណាអ្នកមកពីកំពតសិតតែកំភ្លើងក្បិនហើយសហគមន៍តោនឹងគេបាញ់សម្លាប់ណាខ្ញុំក៏បាក់ចិត្តមួយដឹងគេធ្វើយ៉ាងណាទេលោកពូបើរដ្ឋាភិបាលមិនតាំងកម្រិតអីបានតិចអញ្ចេះនេះសូម្បីតែបាក់រដ្ឋាភិបាលក៏មិនដឹងគេមិនឃើញព្រៃព្រះរកាដែលមានទំហំជាង9,600ហិកតានៅចន្លោះព្រំប្រទល់ស្រុកចំនួន3គឺស្រុកត្បែងមានជ័យស្រុកជាំខ្សាននិងស្រុកឆែបរបស់ខេត្តព្រះវិហារអង្គការពន្លកខ្មែរឲ្យដឹងថាសកម្មភាពកាប់រៀនព្រៃព្រះរកាដើម្បីយកដីបានកើតមានតាំងតែពីអំឡុងឆ្នាំ2011មកហើយការកាប់រៀនយកដីខ្លាំងគឺនៅចុងឆ្នាំ2016កន្លងទៅខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបលោកនាងជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលរៀបចំជូនដោយខ្ញុំបាទថាកត្យាសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ស្ដីអំពីការពិនិត្យមើលទស្សនវិជ្ជាច្បាប់ក្នុងទំនាស់រ៉ាំរ៉ៃនៅសហគមន៍បូរីកេឡាបទសម្ភាសន៍លោកវ៉ុនពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធជុំវិញការរៀបចំពិធីរំលឹកខួប3ឆ្នាំនៃការស្លាប់អ្នកតវ៉ាស្ដីអំពីប្រាក់ឈ្នួល$160នៅលើកំណាត់ផ្លូវវែងស្រេងហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដូចតទៅចំនួនដីធ្លីរវាងប្រជាពលរដ្ឋសហគមន៍បូរីកេឡាកណ្ដាលទីក្រុងភ្នំពេញជាមួយក្រុមហ៊ុនផានអ៊ីមិចមានរយៈកាល5ឆ្នាំគិតមកដល់ថ្ងៃទី3ខែមករាឆ្នាំ2017ស្អែកនេះអ្នកភូមិបូរីកេឡាជាច្រើនគ្រួសារដែលមិនព្រមចាកចេញនឹងមួយចំនួនទៀតកំពុងរស់នៅភ្នំបាទថានឹងមកតវ៉ានៅបូរីកេឡានៅថ្ងៃអង្គារស្អែកនេះយល់ថាពួកគាត់មានសិទ្ធិស្របច្បាប់ដើម្បីទទួលបានអគារ2ខ្នងសាងសង់ដោយក្រុមហ៊ុនផានអ៊ីមិចតាមកិច្ចសន្យាចំណែកភាគីក្រុមហ៊ុនផានអ៊ីមិចនិងអតីតអភិបាលក្រុងភ្នំពេញលោកកែបជូទេម៉ាដែលជួយពីក្រោយខ្នងឲ្យបំពេញកិច្ចសន្យានោះចោទពលរដ្ឋបូរីកេឡាវិញថាជាអ្នកខុសច្បាប់តើភាគីក្រុមហ៊ុនផានអ៊ីមិចឬភាគីពលរដ្ឋជាអ្នកបំពេញច្បាប់ក្នុងវិវាទដីធ្លីសហគមន៍បូរីកេឡាលោកជីវិតាមានបទវិភាគមួយពិនិត្យមើលទស្សនវិជ្ជាច្បាប់អំពីទំនាស់រ៉ាំរ៉ៃនៅសហគមន៍បូរីកេឡាដូចតទៅការអូសបន្លាយចំនួនដីធ្លីនៅសហគមន៍បូរីកេឡារហូតមកដល់ពេលនេះក៏ដោយសារតែតុលាការមិនហ៊ានបើកសវនាការកាត់សេចក្តីលើបណ្ដឹងរបស់អ្នកភូមិបូរីកេឡាតុលាការមិនហ៊ានកាត់សេចក្តីក៏ប្រហែលជាដោយសារតែសំណុំរឿងមួយនេះមានជាប់ពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាអ្នកគាំទ្រក្រុមហ៊ុនផានអ៊ីមិចប្រព្រឹត្តអំពើដែលគេចាត់ទុកថារំលោភច្បាប់កិច្ចសន្យាសាងសង់អគាររវាងក្រុមហ៊ុនផានអ៊ីមិចនិងពលរដ្ឋបូរីកេឡាចុះកាលបរិច្ឆេទថ្ងៃទី5ខែមករាឆ្នាំ2004មានស្នាមមេដាយរបស់អ្នកស្រីស៊ុយសុផានម្ចាស់ក្រុមហ៊ុនផានអ៊ីមិចនិងស្នាមមេដាយតំណាងសហគមន៍បូរីកេឡាចំនួន12នាក់កាន់តែរឹងមាំនៃភាពស្របច្បាប់ទៅទៀតនោះគឺកិច្ចសន្យានេះក៏មានស្នាមមេដាយលោកកាប់ជូតេម៉ាដែលពេលនោះជាអភិបាលរាជធានីភ្នំពេញធ្វើជាសាក្សីកិច្ចសន្យាចែងថាក្រុមហ៊ុនផានអ៊ីមិចត្រូវសង់អគារចំនួន10ខ្នងឲ្យទៅអ្នកភូមិបូរីកេឡារស់នៅជាថ្នូរនឹងការសាងសង់នេះក្រុមហ៊ុនផានអ៊ីមិចទទួលបានដីទំហំជាង2ហិកតាកន្លះពីរដ្ឋសម្រាប់សាងសង់ផ្ទះល្វែងជាកម្មសិទ្ធិផ្ទាល់ខ្លួននៅក្នុងសហគមន៍បូរីកេឡាដដែលនោះកិច្ចសន្យាដែលមានកម្រាស់4ទំព័រដែលវិទ្យុអាស៊ីសេរីទទួលបានសរសេរថាក្រុមហ៊ុនផានអ៊ីមិចសាងសង់អគារចំនួន10អគាររួមមានជាល្វែងស្នាក់នៅជូនប្រជាពលរដ្ឋសហគមន៍បូរីកេឡាចំនួន1776គ្រួសារអគារចំនួន10អគារមានកម្ពស់6ជាន់សាងសង់នៅលើផ្ទៃដី2ហិកតា
ថិតនៅក្នុងទីតាំងបរិយាកីឡាដោយមាននៅក្នុងប្លង់ចែករំលែកដីធ្លីរបស់មន្ទីររៀបចំដែនដីនគរឬពាណិជ្ជកម្មសំណង់និងសូរិយោដីរាជធានីភ្នំពេញចុះថ្ងៃទី21ខែតុលាឆ្នាំ2003ដែលចាត់ទុកជាផ្នែកមួយនៃកិច្ចសន្យាដើម្បីធានានូវការបដិញ្ញាចិត្តនិងភាពប្រាកដប្រជារបស់ក្រុមហ៊ុនកិច្ចសន្យាបញ្ជាក់ទៀតថាភាគីក្រុមហ៊ុនធានាបញ្ចប់ការសាងសង់ឲ្យបានចប់សពគ្រប់ក្នុងរយៈពេល30ខែក្នុងប្រការ4នៃកិច្ចសន្យាដាក់កំហិតថាករណីដែលមានការយឺតយ៉ាវក្នុងការសាងសង់ដែលបណ្ដាលមកពីភាគីខឬភាគីក្រុមហ៊ុនផារីមិចត្រូវបង់ប្រាក់ពិន័យជូនភាគីកឬសហគមន៍បរិយាកីឡាចំនួន10លានរៀលក្នុងមួយខែបើទោះជាកិច្ចសន្យានេះបានចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចផ្លូវច្បាប់ដែលក្រុមហ៊ុនត្រូវសង់ឲ្យបាន10អគារក៏ដោយប៉ុន្តែក្រោយពេលសង់បានតែ8អគារក្រុមហ៊ុន Pan Image ប្រកាសថាខ្លួនខាតបង់ជាង$3លានអាមេរិកបណ្ដាលឲ្យមិនអាចសាងសង់2ខ្នងទៀតបានឡើយទោះជាយ៉ាងណាសមត្ថកិច្ចរដ្ឋពុំបានត្រួតពិនិត្យដើម្បីបញ្ជាក់ថាតើក្រុមហ៊ុននេះពិតជាមានការខាតបង់មែនឬទេប្រកាសដែលក្រុមហ៊ុន Pan Image ប្រកាសថាមិនអាចសាងសង់អគារ2ខ្នងទៀតបាននោះវាជាការបំពានកិច្ចសន្យាមួយរួចទៅហើយប៉ុន្តែអ្វីដែលអាចជាការបំពានច្បាប់ធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺក្រុមហ៊ុនដ៏មានខ្នងបង្អែកក្រាស់មួយនេះបានទាមទារយកដីសម្រាប់សង់អគារ2ខ្នងនោះជាកម្មសិទ្ធិផ្ទាល់ខ្លួនថែមទៀតហើយអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋនិងអ្នកសង្កេតការណ៍កាន់តែភ្ញាក់ផ្អើលស្លុតចិត្តនោះគឺការទាមទារទាំងបំពានច្បាប់របស់ក្រុមហ៊ុន Pan Image ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនយល់ព្រមក្នុងលិខិតចុះការបរិច្ឆេទថ្ងៃទី11ខែមករាឆ្នាំ2011លោកកាត់យុតិមាដែលពេលនោះជាអភិបាលក្រុងភ្នំពេញបានផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានខ្លឹមសារយ៉ាងដូចនេះខ្ញុំបាទសូមគោរពជូនសម្ដេចនាយករដ្ឋមន្ត្រីមេត្តាជ្រាបថាក្រុមហ៊ុន Pan Image ជាក្រុមហ៊ុនទី1ដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅនឹងកន្លែងបានជោគជ័យនៅរាជធានីភ្នំពេញទោះបីគ្រឿងសម្ភារៈបរិក្ខារសំណង់ឡើងថ្លៃឥតឈប់ឈរលើពីការកំណត់តម្លៃក្នុងកិច្ចសន្យាស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចក៏ដោយក៏ក្រុមហ៊ុននៅតែបន្តពុះពារសាងសង់បានចំនួន8អគារគ្រប់តម្រូវការរបស់សហគមន៍តាមយោបល់របស់ខ្ញុំបាទយល់ឃើញថាដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលល្អប្រសើរនោះគួរប្រគល់ទីតាំងសម្រាប់សាងសង់អគារទី9និងទី10 4,300 ម៉ែត្រការ៉េជូនក្រុមហ៊ុន Pan Image ធ្វើការអភិវឌ្ឍផ្សេងៗសេចក្តីដូចបានគោរពជូនខាងលើសូមសម្ដេចនាយករដ្ឋមន្ត្រីមេត្តាជ្រាបនិងសូមមតិណែនាំដោយអនុគ្រោះហត្ថលេខានឹងត្រាអភិបាលរាជធានីភ្នំពេញកែបជុតិមាហើយនៅខាងស្ដាំដៃក្រមទំព័រគេឃើញមានចំណាននិងហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានឯកភាពតាមការចង់បានរបស់លោកកែបជុតិមាដែលមានខ្លឹមសារយ៉ាងខ្លីថាយល់ព្រមតាមសំណើនឹងចុះការបរិច្ឆេទក្នុងថ្ងៃដដែលគឺថ្ងៃទី11ខែមករាឆ្នាំ2011ក្នុងលិខិតរបស់លោកកែបជុតិមាដាក់ជូនទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានបញ្ហា2ចំណុចទី1គឺលោកកែបជុតិមាចេញមុខការពារក្រុមហ៊ុន Pan Image ដោយអះអាងថាសម្ភារៈសំណង់ឡើងថ្លៃដូច្នេះអាចសង់បានតែ8អគារប៉ុណ្ណោះនៅក្នុងកិច្ចសន្យារវាងក្រុមហ៊ុន Pan Image និងពលរដ្ឋបរិយាកីឡាបានបញ្ជាក់ច្បាស់ថាក្រុមហ៊ុនត្រូវសង់10អគារបាទកិច្ចសន្យានោះមិនបាននិយាយអំពីថាប្រសិនបើសម្ភារៈសំណង់ឡើងថ្លៃត្រូវសង់ត្រឹមតែ8អគារនោះទេបញ្ហាទី2គឺប្រហែលជាលោកកែបជុតិមាខុបខិតជាមួយក្រុមហ៊ុន Pan Image និយាយកុហកលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅពេលអតីតអភិបាលក្រុងភ្នំពេញរូបនេះសរសេរប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាចំនួនត្រឹម8អគារដែលក្រុមហ៊ុន Pan Image បានសាងសង់រួចនោះគឺគ្រប់តម្រូវការរបស់សហគមន៍ចំពោះបញ្ហានេះគេអាចលើកសំណួរយ៉ាងសាមញ្ញថាប្រសិនបើពលរដ្ឋក្នុងសហគមន៍បរិយាកីឡាត្រូវការត្រឹមតែ8អគារដោយលោកកែបជុតិមាបានលើកឡើងនោះហេតុអ្វីបានជាកម្លាំងអាជ្ញាធររបស់លោកកែបជុតិមាចាំបាច់ត្រូវចាប់បង្ខំដឹកពលរដ្ឋសហគមន៍បរិយាកីឡារាប់រយគ្រួសារឲ្យទៅនៅទីកន្លែងផ្សេងមិនតែប៉ុណ្ណោះក៏នៅសល់អ្នកស៊ូស្លាប់មិនព្រមចេញដែលកំពុងរស់នៅក្បែរទីកន្លែងចាស់របស់ពួកគេបាទលើពីនេះទៅទៀតខ្លឹមសារក្នុងលិខិតមួយចុះការបរិច្ឆេទថ្ងៃទី16ខែមករាឆ្នាំ2004ស្ដីពីការអភិវឌ្ឍលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រនៅបរិយាកីឡាចំនួន1776គ្រួសារ
ឬជិត 2000 គ្រួសារនោះផ្ញើទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកកែប ជុតិមាបានរៀបរាប់យ៉ាងលម្អិតស្ដីពីការសិក្សាវាស់វែងប្លង់ដោយអ្នកជំនាញនិងស្ថាប័នពាក់ព័ន្ធយ៉ាងហ្មត់ចត់ដែលចេញជាលទ្ធផលបញ្ជាក់ថាប្រជាពលរដ្ឋបុរីកីឡាចំនួន 1776 គ្រួសារនោះត្រូវការអគារចំនួន 10 ដែលត្រូវសង់ដោយក្រុមហ៊ុនផានីមិចដូច្នេះការសាងសង់តែ 8 អគារហើយប្រើហិង្សាបណ្ដេញពលរដ្ឋចេញពីទីតាំងដីសម្រាប់អគារ 2 ខ្នងទៀតនោះគឺផ្ទុយពីការសិក្សារបស់លោកកែប ជុតិមាខ្លួនឯងនិងបំពេញកិច្ចសន្យាដែលហាក់ដូចជាមានការខុបខិតជាមួយក្រុមហ៊ុនដើម្បីយកដីដ៏មានតម្លៃសម្រាប់ពលរដ្ឋសហគមន៍បរិយាកាសនេះបាទយោងតាមក្រមរដ្ឋបវេណីរដ្ឋាភិបាលឬភ្នាក់ងាររដ្ឋាភិបាលមិនមានសិទ្ធិអំណាចលោកដៃចូលជ្រៀតជ្រែកក្នុងចំនួនដែលកើតចេញពីកិច្ចសន្យារបស់ពលរដ្ឋឡើយមានតែតុលាការប៉ុណ្ណោះដែលមានសិទ្ធិសម្រេចថាភាគីណាមួយត្រូវឬខុសវាកាន់តែច្បាស់ទៅទៀតនោះក្នុងកិច្ចសន្យាសាងសង់អគារ 10 ខ្នងរវាងក្រុមហ៊ុនផានីមិចនិងប្រជាពលរដ្ឋសហគមន៍បរិយាកាឡាត្រង់ប្រការ 6 ស្ដីពីករណីវិវាទបានបញ្ជាក់ថារាល់ការវិវាទដែលកើតនៅក្នុងរយៈពេលអនុវត្តកិច្ចសន្យាភាគីទាំងពីរនឹងសម្រុះសម្រួលពិភាក្សាដោយសន្តិវិធីករណីមិនមានការឯកភាពគ្នាត្រូវកសាងសំណុំរឿងជូនតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់ប៉ុន្តែប្រធានក្រុមហ៊ុនផានីមិចលោកស្រីសុយសុផានដែលស្និទ្ធនឹងគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនបានទៅរកតុលាការទេបែរជាទៅរកលោកនាយករដ្ឋមន្ត្រីហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានសម្រេចយល់ព្រមតាមសំណើដែលបំពេញច្បាប់នោះបន្ទាប់មកព្រឹត្តិការណ៍ហិង្សាប្រើគ្រឿងចក្រអមដោយកម្លាំងប្រដាប់អាវុធបានឈូសកំទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបុរីកីឡារៀបដល់ដីនៅថ្ងៃទី 3 ខែមករាឆ្នាំ 2012 ដើម្បីបង្ខំឲ្យពួកគេចាកចេញដោយគ្មានដីកាពីតុលាការពលរដ្ឋភាគច្រើនត្រូវបានបង្ខំចិត្តចាកចេញដោយអាជ្ញាធរក្រុងដឹកឲ្យទៅរស់នៅទួលសម្បូរនិងភ្នំបាទក្បែរភ្នំឧដុង្គជាទីកន្លែងគ្មានការងារធ្វើនិងគ្មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់រស់នៅសមរម្យប៉ុន្តែពលរដ្ឋបន្តទាមទារអគារ 2 ខ្នងទៀតដោយមានចែងក្នុងកិច្ចសន្យាពលរដ្ឋអ្នកបុរីកាឡាទាំងនេះនៅតែមានក្តីសង្ឃឹមថាយុត្តិធម៌ពិតជាកើតមាននៅថ្ងៃណាមួយប៉ុន្តែពួកគេក៏មិនបានដេករង់ចាំភ័ព្វសំណាងដែរក្រោយតែពីដាក់ពាក្យបណ្ដឹងទៅតុលាការដែលមិនដែលឃើញចាត់ការសោះនោះគេឃើញប្រជាពលរដ្ឋទាំងនេះជាញឹកញាប់ចេញដើរសម្ដែងមតិតវ៉ាតាមទីកន្លែងនានានិងអំពាវនាវសូមឲ្យព្រះមហាក្សត្រជួយដល់ពួកគេផងប៉ុន្តែគ្មានបានទទួលលទ្ធផលផ្លែផ្កាអ្វីទាំងអស់ក្នុងរយៈកាលកន្លងមកនេះគ្មានជំរឿនផ្សេងទៀតទេនៅពេលក្តីសង្ឃឹមកាន់តែរួមតូចនោះពលរដ្ឋសហគមន៍បរិយាកាឡាទាំងនេះក៏តែងតែហែក្បួនទៅសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជួយបើទោះជាដឹងថាពួកគេហាក់ដូចជាកំពុងតែទៅសុំភ្លើងយក្សក៏ដោយចុះនិយាយអំពីលោកកែប ជុតិមាដែលជាតួអង្គសំខាន់ម្នាក់ក្នុងការបង្កឲ្យមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះឡើងវិញម្ដងអតីតអភិបាលក្រុងភ្នំពេញរូបនេះបានដើរតួជាឈ្មួញកណ្ដាលសូមឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនយល់ព្រមតាមសំណើរបស់ប្រធានក្រុមហ៊ុនផានីមិចលោកស្រីសុយសុផានដែលបានស្នើសុំសង់ត្រឹមតែ 8 អគារនោះក្រោយពីឃើញពលរដ្ឋតវ៉ាខ្លាំងបែរជាចោទថាទំនាស់ដីធ្លីនៅសហគមន៍បរិយាកាឡាថាជារឿងនយោបាយទៅវិញនេះប្រហែលជាដោយពាក្យស្លោកខ្មែរពោលថាឆ្កែស៊ីបាយលាបមាត់ពពែឬចោលរួចខ្លួនម្ចាស់ជាប់គុកដូច្នេះដែរបាទទាំងក្រុមអ្នកច្បាប់និងសកម្មជនសិទ្ធិមនុស្សសុទ្ធតែអះអាងថាវិវាទនេះភាគីពលរដ្ឋបរិយាកាឡាគឺជាអ្នកមានប្រៀបស្របច្បាប់លើចំនួននេះដោយសារតែពួកគេមានភស្តុតាងផ្លូវច្បាប់យ៉ាងរឹងមាំប្រហែលជាដោយសារតែហេតុផលនេះហើយទើបតុលាការក្រុងភ្នំពេញមិនហ៊ានបើកសវនាការចាត់ការបណ្ដឹងរបស់ពលរដ្ឋសហគមន៍បរិយាកាឡាទាល់តែសោះផ្ទុយទៅវិញនៅពេលក្រុមហ៊ុនផានីមិចដាក់ពាក្យបណ្ដឹងមកម្ដងតុលាការតែងតែចាត់ការយ៉ាងប្រញាប់ប្រញាល់ហាក់ដូចជាដើម្បីផ្គប់ផ្គុនម្ចាស់ក្រុមហ៊ុនផានីមិចផងនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផងចំណែកអ្នកភូមិបរិយាកាឡាដែលក្រីក្រគ្មានអំណាចនិងមានអ្នកខ្លះជាមន្ត្រីរាជការប៉ូលីសទាហានផងនោះរងចាំក្រែងតុលាការភ្ញាក់ខ្លួនហ៊ានក្រោកឈររកយុត្តិធម៌ជូនពួកគេរីឯសហគមន៍សិទ្ធិមនុស្សជាតិនិងអន្តរជាតិព្រមទាំងដំណើរសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងបន្តរងចាំមើលចំណាត់ការរបស់លោកប៉ាសុជីតវង្សអភិបាលរាជធានីភ្នំពេញថ្មីដោយយកចិត្តទុកដាក់ខ្ញុំជីវិតាអាស៊ីសេរី
បទសម្ភារលោកអ្នកនាងស្ដាប់ជាទីមេត្រីនៅថ្ងៃទី3ខែមករាស្អែកនេះដែរជាថ្ងៃខួបគម្រប់3ឆ្នាំនៃព្រឹត្តិការណ៍បាញ់បង្ក្រាបកម្មករនិងអ្នកតវ៉ាទាមទារប្រាក់ឈ្នួល$160កាលពីថ្ងៃទី3ខែមករាឆ្នាំ2014នៅលើកំណាត់ផ្លូវវែងស្រេងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យសាច់ញាតិកម្មករដែលបាត់បង់ជីវិតអង្គការសង្គមស៊ីវិលព្រមទាំងព្រះសង្ឃក្រុងធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធអ្នកស្លាប់នៅផ្ទះសាមគ្គីស្ថិតក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញក្រៅពីការធ្វើបុណ្យរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅថ្ងៃនោះក៏ជាឱកាសជួបជុំគ្នាមួយដែររបស់អ្នករងគ្រោះនៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចរវាងអ្នកតវ៉ានិងកងកម្លាំងកងពលតូចពិសេសឆ័ត្រយងលេខ911នៅទល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញសូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងអ្នកស្រីខែសុណងនិងលោកវុនពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបកស្រាយជុំវិញការបដិសេធរបស់សាលារាជធានីដែលមិនអោយមានការប្រារព្ធពិធីនៅតំបន់ផ្លូវវែងស្រេងដូចតទៅចាជំរាបសួរលោកវុនពៅតើហេតុអ្វីបានជាខាងសមាគមនឹងរៀបចំធ្វើពិធីនេះនៅការិយាល័យនៅផ្ទះសាមគ្គីវិញនោះចាបាទអរគុណខ្ញុំជម្រាបថាដោយយើងឃើញថាថ្មីនេះព្រឹត្តិការណ៍រៀបចំសំបីតែទិវាសិទ្ធិមនុស្ស10ធ្នូក៏គេរដ្ឋបတ်មិនឲ្យយើងរៀបចំទៅតាមគោលការណ៍ដែលយើងចង់បានហើយកាលពីឆ្នាំទៅយើងឃើញថាយើងរៀបចំពិធីបង្សុកូលនៅផ្លូវវែងស្រេងទៅបានគេបំបែកហើយគេរុញច្រានយ៉ាងចរងាប់ចងល់ហើយបំបែករុញច្រានយ៉ាងច្រើនគីឡូម៉ែត្រថ្មីនេះសេរីភាពនៃការជួបប្រជុំគ្នាជាសាធារណៈយើងឃើញថាត្រូវរដ្ឋបတ်ទាំងស្រុងតែម្ដងហើយដូច្នេះហើយបានជាខ្ញុំវ៉ុនពៅក៏ដូចជាអ្នកផ្សេងទៀតបង្ខំចិត្តរៀបចំនៅទីស្នាក់ការនៅផ្ទះសាមគ្គីនៅព្រឹកស្អែកនេះបាទចាតកតងទៅនឹងការរៀបចំពិធីនៅផ្ទះសាមគ្គីនេះទៀតសោតតើខាងសមាគមក៏ដូចជាអ្នករៀបចំពិធីទាំងអស់ហ្នឹងមានការភ័យខ្លាចការគំរាមកំហែងរបស់អាជ្ញាធរឬក៏មន្ត្រីសាលារាជធានីគឺលោកខួងស្រីនោះទេចាបាទចំពោះចំណុចនេះខ្ញុំសូមជម្រាបថានេះជាជំរឿនចុងក្រោយរបស់យើងហើយទោះបីជាគម្រាមកំហែងយ៉ាងណាក៏ដោយបើសិនជាយើងរៀបចំនៅកន្លែងទីស្នាក់ការរបស់យើងហើយត្រូវបានគេរដ្ឋបတ်ទៀតនោះមានន័យថាគឺសេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជាសេរីភាពនៃការជួបប្រជុំគឺ0តែម្ដងអញ្ចឹងគឺយើងត្រូវតែបង្ខំចិត្តរៀបចំនៅទីនេះជាទូទៅมันអាចបិទមាត់របស់យើងមិនឲ្យនិយាយបានទេនេះគឺជាជំរឿនចុងក្រោយរបស់យើងហើយដែលយើងបង្ខំចិត្តរៀបចំនៅទីស្នាក់ការរបស់យើងបើតាមគោលការណ៍គឺយើងត្រូវរៀបចំនៅកន្លែងដែលមនុស្សស្លាប់តែម្ដងបាទប៉ុន្តែដោយសារយើងការរដ្ឋបတ်សេរីភាពការជួបជុំគឺយើងបង្ខំចិត្តរៀបចំនៅទីនោះចំពោះការគម្រាមកំហែងផ្សេងយើងឃើញហើយជាទូទៅប្រទេសកម្ពុជាទោះបីជាយើងសុំច្បាប់ឬជួនដំណឹងយ៉ាងណាក៏ដោយគេមិនដែលឲ្យយើងរៀបចំទេបាទទាល់តែយើងជំនះរៀបចំពេលខ្លះយើងឃើញថារហូតដល់អ្នកខ្លះរងរបួសសកម្មជនសិទ្ធិមនុស្សមួយចំនួនត្រូវបានគេចាប់ដាក់ពន្ធនាគារត្រូវបានគេប្រើអំពើហិង្សាពីសំណាក់កងសន្តិសុខរបស់អាជ្ញាធរជាដើមអញ្ចឹងហើយទោះបីជាយ៉ាងណាក្តីគឺយើងត្រូវតែរៀបចំទីនោះដើម្បីបង្ហាញទៅសាធារណជនថាសេរីភាពបញ្ចេញមតិរបស់យើងគឺត្រូវបានរដ្ឋបတ်ហើយគឺយើងត្រូវការយុត្តិធម៌ដើម្បីទទួលបានយុត្តិធម៌គឺយើងត្រូវលះបង់ឬគឺយើងត្រូវតែធ្វើទៅតាមនីតិវិធីអ្វីដែលយើងអាចធ្វើទៅបានប៉ុន្តែលោកមានប្រសាសន៍នេះគឺថាលោកអភិបាលរងសាលារាជធានីភ្នំពេញអាដាមខួងស្រេងលោកមានប្រសាសន៍ឲ្យថាមិនបាច់រៀបចំនៅកន្លែងទីកន្លែងស្លាប់ឬក៏កន្លែងកើតហេតុទេដោយគាត់បានលើកឡើងថាកន្លែងដែលស្លាប់នៅមន្ទីរពេទ្យឬនៅទីណាផ្សេងនោះគឺថាមិនបាច់រៀបចំនោះគឺអាចមកធ្វើបុណ្យអីនៅផ្ទះបានតើលោកយល់យ៉ាងម៉េចដែរបាទការលើកឡើងចំណុចនេះគឺជារឿងមួយដែលគួរចង់អស់សំណោចបន្តិចជាទូទៅប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យគឺគេផ្ដល់សេរីភាពជូនប្រជាពលរដ្ឋក្នុងការរៀបចំពិធីផ្សេងដើម្បីបង្ហាញទៅសាធារណជនដើម្បីទាមទារនៅយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះដើម្បីទាមទារយុត្តិធម៌សម្រាប់កម្មករទាមទារយុត្តិធម៌សម្រាប់សង្គមអញ្ចឹងមានន័យថាអ្វីដែលលោកខួងស្រីលើកឡើងនេះគឺជារឿងមួយដែលហេតុផលនៃការរដ្ឋបတ်សេរីភាពបញ្ចេញមតិហើយអានេះគឺជារឿងមួយផ្សេងអ្នកស្លាប់មន្ទីរពេទ្យគេធ្វើបុណ្យផ្ទះគឺជារឿងផ្សេងប៉ុន្តែអាការរឿងតស៊ូមតិការបង្ក្រាបទៅលើចលនាកម្មករទៅលើចលនាប្រជាពលរដ្ឋគឺគេត្រូវតែរៀបចំនៅទីនោះបើអញ្ចឹងគេធ្វើវិមានឯករាជ្យគេធ្វើស្តូបអនុស្សាវរីយ៍ធ្វើអីបាទអញ្ចឹងហើយបានជាខ្ញុំគិតថាការលើកឡើងនេះផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យផ្ទុយពីគោលការណ៍សេរីភាពនៃការជួបប្រជុំ
ពីផ្ទុយពីរដ្ឋធម្មនុញ្ញដែលបានចែងពីសេរីភាពនៃការជួបប្រជុំរបស់ពលរដ្ឋបាទចាអញ្ចឹងរហូតមកដល់ពេលនេះគឺឆ្នាំទី3ហើយតើលោកវ៉ាន់ពៅផ្ទាល់ដែលខ្លួនឯងគឺជាជនរងគ្រោះផងខ្ញុំឃើញនៅក្នុងវីដេអូនោះគឺមានបែកក្បាលហូរឈាមចាហើយត្រូវបានចាប់យកទៅឃុំនៅពន្ធនាគារទៀតរហូតដល់ពេលនេះលោកយល់ថាខ្លួនលោកបានទទួលយុត្តិធម៌ហើយឬនៅចាបាទខ្ញុំសូមជម្រាបជូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសផងដែររហូតមកដល់ពេលនេះខ្ញុំវ៉ាន់ពៅគឺនៅពេលសំណួរសួរឡើងគឺមានការក្តុកក្តួលរំជួលចិត្តខ្លាំងមែនទែនខណៈនេះខ្ញុំគឺកំពុងតែបញ្ជូននៅពន្ធនាគារទាំងខ្លងហើយពេលអ្នកស្រីខៃសំណងសួរនេះហើយអ្វីដែលជារឿងអយុត្តិធម៌បំផុតគឺគេវាយយើងធ្វើទៅស្លាប់បាត់បង់ជីវិតគេទៅធ្វើទរណកម្មក្នុងគុកបងអត់បាយអាហ្នឹងហើយគឺជារឿងអយុត្តិធម៌ដែលខ្ញុំនិយាយថាអយុត្តិធម៌ផ្ទួនអយុត្តិធម៌មួយទៀតគឺយើងប្រារព្ធពិធីនៅកន្លែងដែលយើងកើតហេតុគេមិនអោយប្រារព្ធអាហ្នឹងគឺរឿងផ្ទួនមួយទៀតអ្វីដែលឈឺចាប់ជាងនោះមិនត្រឹមតែមិនទទួលបានយុត្តិធម៌ទេគឺគេពិន័យយើងជាប្រាក់ដាក់ពន្ធនាគារពិន័យដាក់ប្រន្ទាទោស4ឆ្នាំកន្លះហើយនោះអាហ្នឹងគឺជារឿងអយុត្តិធម៌រហូតមកដល់ពេលនេះយុត្តិធម៌សម្រាប់ខ្ញុំគឺមានតែការផ្ដល់ពីសំណាក់ប្រជាពលរដ្ឋអង្គការសង្គមស៊ីវិលនិងសារព័ត៌មានជាតិអន្តរជាតិតែប៉ុណ្ណោះប៉ុន្តែប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជាគឺមិនទាន់បានផ្ដល់យុត្តិធម៌សម្រាប់ខ្ញុំវ៉ាន់ពៅទេរហូតមកដល់ពេលនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថាអ្វីដែលយើងបន្សល់ទុកនៅការឈឺចាប់នៅផ្លូវវែងស្រេងក៏ដូចជាមុខរោងចក្រយ៉ាជីនពីសំណាក់ទាហានឆាត់យង911គឺបន្សល់នៅតែជំងឺប្រចាំខ្លួននៅសល់តែស្លាកស្នាមនៅលើក្បាលតែប៉ុណ្ណោះអានេះហើយគឺជាការឈឺចាប់ដែលថ្ងៃស្អែកនេះខ្ញុំត្រូវតែប្រារព្ធពិធីនេះដើម្បីបង្ហាញទៅសាធារណជនដើម្បីជាយុទ្ធនាការមួយក្នុងការទាមទារសម្រាប់យុត្តិធម៌របស់យើងទាំងអស់គ្នាក៏ដូចជាយុត្តិធម៌សម្រាប់សកម្មជនដទៃទៀតដើម្បីកុំឲ្យអ្នកដែលប្រព្រឹត្តបទល្មើសទាំងឡាយមកលើប្រជាពលរដ្ឋត្រង់មកលើសកម្មជនសិទ្ធិមនុស្សមកលើសាស្ត្រាចារ្យមកលើអ្នកវីរៈបរិះក្តីត្រូវតែចាប់មកផ្ដន់ទោសដើម្បីឲ្យយើងទាំងអស់គ្នាអស់ចិត្តក្នុងនាមយើងចង់បានយុត្តិធម៌ដូចគ្នាចាដល់លោកវ៉ាន់ពៅមានប្រសាសន៍ដល់ចំណុចនេះហើយខ្ញុំសូមសួរតែម្ដងទៅតាក់ទងទៅនឹងស្ថានភាពជំងឺរបួសរបស់លោកណាចាវា3ឆ្នាំហើយនិយាយទៅវាយូរគ្រាន់បើដែរប៉ុន្តែលោកមានការឈឺចាប់ឬក៏មានការរើមុខរបួសអីមានការឈឺអីឡើងវិញឬក៏យ៉ាងម៉េចដែរធម្មតាទេឥឡូវនេះបាទដូចខ្ញុំជម្រាបចឹងថាជំងឺនេះគឺมันអាចជាសះស្បើយបានទេជំងឺដែលឈឺខ្លាំងជាងគេគឺជំងឺផ្លូវចិត្តនៅពេលដែលដល់ថ្ងៃ2មករាឡើងគឺអួលដើមកអួលអារម្មណ៍គឺឃើញសភាពដែលគេវាយយើងនៅនឹងមុខផ្ទាល់តែម្ដងឈាមយើងស្រក់នៅលើដីគេព្រួតវាយយើងដូចជាសត្វឆ្លុះត្រូវវងខ្លាមកស៊ីសាច់អញ្ចឹងយើងឃើញចនិចនៅជាប់នឹងខ្សែភ្នែកអានេះគឺជាជំងឺមួយដែលមិនអាចព្យាបាលបានទី1ទី2គឺជំងឺស្លាកស្នាមនៅលើក្បាលគឺឃើញថាពេលវេលានេះគឺរដូវត្រជាក់គឺថាដេកធ្ងោឈឺជាប់ចនិចមិនអាចព្យាបាលបានទី2បាទនៅឈឺក្បាលហើយអ្វីដែលសំខាន់ជំងឺមួយទៀតគឺជំងឺសុខភាពចុះទន់ខ្សោយមានន័យថាគឺគេដាក់ទោសនៅក្នុងពន្ធនាគារទាំងខ្លងបរិស្ថានអត់ល្អធ្វើឲ្យយើងខូចសុខភាពបាទនេះហើយគឺជាអ្វីដែលមិនសល់ទុកនៃការឈឺចាប់នៃភាពអំពើឃោរឃៅរបស់ទាហានឆាត់យង911មកលើខ្ញុំបាទវ៉ាន់ពៅបាទក៏ដូចជាអ្នកដទៃទៀតដែរចាលោកក្រៅអំពីគម្រោងប្រារព្ធពិធីនឹងតើលោកវ៉ាន់ពៅនឹងមានអ្វីជាការទាមទារឬក៏ដាក់ទៅស្ថាប័នពាក់ព័ន្ធណាទេដើម្បីស្វែងរកយុត្តិធម៌ជុំវិញបញ្ហានេះចាបាទរហូតមកដល់ពេលនេះយើងបានដាក់ពាក្យទៅសាលាតោដើម្បីផ្ដល់យុត្តិធម៌ក៏ដូចជាការទម្លាក់ការចោទប្រកាន់មកលើរូបយើងខ្ញុំ23នាក់ដែលគ្មានទោសនោះបាទយើងបានដាក់ហើយដូចខ្ញុំជម្រាបជូនខាងដើមគឺយើងសូមឲ្យប្រជាពលរដ្ឋខ្មែរផ្ដល់យុត្តិធម៌ឲ្យយើងអង្គការជាតិនិងអន្តរជាតិផ្ដល់យុត្តិធម៌សម្រាប់យើង23នាក់ក៏ដូចជាអ្នកដែលស្លាប់បាត់បង់ជីវិតហើយអ្នកដែលបាត់ខ្លួនម្នាក់ផងដែរនេះគឺគោលបំណងដែលយើងចង់បានចំណុចសំខាន់ដែលយើងរៀបចំនៅថ្ងៃស្អែកគោលបំណងមួយទៀតគឺសម្រាប់បង្ហាញនៃការឈឺចាប់របស់យើងទៅសាធារណជនបង្ហាញនៃមេរៀនដ៏អាក្រក់ដើម្បីកុំឲ្យមានព្រឹត្តិការណ៍នេះកើតឡើងជាលើកទី2មកលើប្រជាពលរដ្ឋខ្មែរមកលើកម្មករខ្មែរមកលើសកម្មជនសិទ្ធិមនុស្សនៅប្រទេសកម្ពុជាហ្នឹងឯងចាលោកវ៉ាន់ពៅងាកមករឿងការប្រពៃពិធីហ្នឹងតើការជួបជុំនៅការិយាល័យរបស់លោកនៅថ្ងៃស្អែកនេះចាតើនឹងមានអ្នកណាខ្លះចូលរួមចាមានជនរងគ្រោះឬក៏អ្នករងរបួសកម្មករដែលគាត់ធ្លាប់តវ៉ាក្នុងព្រឹត្តិការណ៍នោះអញ្ជើញមកទេឬយ៉ាងម៉េចចាបាទមានបាទថ្ងៃស្អែកនេះខ្ញុំសូមជម្រាបថាមានតាំងពីព្រះសង្ឃអ្នករងគ្រោះដែលនៅប្រទេសឆាត់យងនិងផ្លូវវែងស្រេងហើយនិងឪពុករបស់ដែលបាត់ខ្លួនឪពុករបស់ខឹមសុផាតក៏ចូលរួមដែរក្រៅពីនោះមានអង្គការសង្គមស៊ីវិលសារព័ត៌មានជាតិអន្តរជាតិក៏ដូចជាសហជីពសមាគម
សហគមន៍ផ្សេងៗទៀតចូលរួមរំលឹកកម្មវិធីនៅថ្ងៃស្អែកនេះជាង200នាក់ផងដែរបាទចាតើមានសារអ្វីដែលលោកនឹងចង់លើកឡើងចុងក្រោយតាក់ទងទៅនឹងព្រឹត្តិការណ៍នេះចាបាទសូមឲ្យរដ្ឋាភិបាលក៏ដូចជាអង្គការជាតិអន្តរជាតិត្រូវតែជំរុញផ្ដល់យុត្តិធម៌ឲ្យយើងខ្ញុំទាំង23នាក់ក៏ដូចជាអ្នកដែលស្លាប់បាត់បង់ជីវិតក៏ដូចជាអ្នកដែលបាត់ខ្លួនត្រូវតែរកយុត្តិធម៌យ៉ាងច្បាស់លាស់មួយសម្រាប់សកម្មជនសិទ្ធិមនុស្សសម្រាប់វីរៈបរិះយើងមួយចំនួនក្តីដែលបានស្លាប់បាត់បង់ជីវិតរហូតមកដល់ពេលនេះមិនទាន់បានយុត្តិធម៌យើងត្រូវការលុបបំបាត់នៅនីតិរដ្ឋភាពអ្នកដែលប្រព្រឹត្តអំពើហិង្សាមកលើប្រជាពលរដ្ឋធ្លុះត្រង់ហ្នឹងឯងចាសូមអរគុណច្រើនលោកវ៉ាន់ពៅដែលលោកបានធ្វើបទសម្ភាសន៍នៅពេលនេះចាបាទជាបន្តទៅនេះខ្ញុំបាទថាកត្យាសូមជូនព័ត៌មានបញ្ចប់ថ្មីបើពិធីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីបានកន្លងផុតទៅហើយក្តីតែសម្រាប់ជំនួបចរចារវាងគណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងនៅតែមិនទាន់លេចចេញជារូបរាងតាមការសន្យានៅឡើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងលើកហេតុផលថាការយឺតយ៉ាវជួបគ្នារវាងគណៈបកទាំងពីរដោយសាររវល់ពេករកពេលជួបមិនទាន់បានរីឯមេបកប្រឆាំងនៅក្រៅប្រទេសលោកសំរងស៊ីវិញថាការលើកឡើងរបស់គណៈបកកណ្ដាលអំណាចគឺជាលេសនិងតែងតែមានភាពមិនស្មោះត្រង់ក្នុងរឿងចរចាពាណិជ្ជកម្មខ្សាច់ទៅក្រៅប្រទេសនៅតែជាបញ្ហាចម្រូងចម្រាសរវាងគណៈបកប្រឆាំងអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីទិន្នន័យនាំខ្សាច់ចេញទៅបរទេសរបស់កម្ពុជាមានចំនួនតិចជាងតួលេខប្រទេសដែលទិញពីកម្ពុជាឬពេលខ្លះកម្ពុជាមិនមានតួលេខតែម្ដងគណៈបកប្រឆាំងបញ្ជាក់ថានឹងបន្តតាមដានកិច្ចការងារនេះហើយនឹងកោះហៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលឲ្យមកបកស្រាយបន្ថែមទៀតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថាការសន្និដ្ឋានបឋមរបស់តុលាការខេត្តបន្ទាយមានជ័យដែលរកឃើញថានីរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតលោកឈៀនពិសិដ្ឋដែលត្រូវបានមន្ត្រីគណៈបកសង្គ្រោះជាតិបើករថយន្តបុកឲ្យរងរបួសដួលសន្លប់គឺជាការពិតការអះអាងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះគឺបន្ទាប់ពីពលរដ្ឋមួយចំនួននិងអ្នកគាំទ្រលោកដិនពុទ្ធីដែលជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់បកប្រឆាំងនៅតែចាត់ទុកការរកឃើញរបស់តុលាការខេត្តបន្ទាយមានជ័យធ្វើឡើងដោយអយុត្តិធម៌ក្រុមអ្នកធ្វើការខាងសុវត្ថិភាពចរាចរណ៍និងអាជ្ញាធរដាក់ទិសដៅកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន 50% នៅឆ្នាំ 2020 ទិសដៅនេះគឺយោងតាមតួលេខគ្រោះថ្នាក់ថយចុះលើសផែនការនៅឆ្នាំ 2016 ដោយឡែកគណៈកម្មាធិការជ្រៀបចំការបោះឆ្នោតឬហៅកាត់ថាកោជបអំពាវនាវឲ្យប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលកោជបនឹងបិទផ្សាយបញ្ជីឈ្មោះដំបូងរួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅថ្ងៃទី 3 មករាចំណែកសង្គមស៊ីវិលស្នើឲ្យពលរដ្ឋតាមដានសកម្មភាពការងាររបស់មន្ត្រីឃុំសង្កាត់នៃគណៈបកនយោបាយចាប់ពីពេលនេះតទៅដើម្បីជ្រើសរើសបេក្ខជនឲ្យបានត្រឹមត្រូវនៅថ្ងៃបោះឆ្នោតខាងមុខ